គេមើលថាមានអ្វីកើតឡើងនៅថ្ងៃនេះខ្ញុំធ្វើការនៅហាងលក់ភីសារបស់ប៉ាម៉ាក់ដនហើយខ្ញុំបានធ្វើភីសាគីស្មូដ៏ឆ្ងាញ់បំផុតដែលអ្នករាល់គ្នាចូលចិត្តចាក់ខ្លាំងចំណាយពេលយូរណាស់នៅក្នុងការធ្វើវាប៉ុន្តែវាคล้ายជាមុខម្ហូបល្បីប្រចាំខែវាថែមទាំងជាប់ក្នុងផ្ទះពាណិជ្ជកម្មថែមទាំងផងអូឆ្ងាញ់ប៉ុន្តែក្រោយមកចយបើប្រាប់ខ្ញុំថាខ្ញុំក៏ត្រូវជួយរត់តបផងដែរខ្ញុំមិនអាចជឿបានទេបន្ទាប់ពីធ្វើការច្រើនម៉ោងនៅក្នុងផ្ទះបាយដកក្តៅហើយពេលនេះខ្ញុំក៏ត្រូវរត់តបទៀតតើហេតុអ្វីខ្ញុំមករត់តបវិញខ្ញុំគូតែនៅក្នុងផ្ទះបាយបង្កើតនៅស្នាដៃដ៏ឆ្ងាញ់គីស្មូតើអ្នកអាចជូតនៅទីនេះបានទេគីស្មូតើអ្នកអាចសម្អាតរបស់ក្មេងលេងពីលើតុនេះបានទេគីស្មូអើយគីស្មូអើយខ្ញុំជាចំភៅខ្ញុំមិនបម្រើនោះទេហេខកពីពិសេសខ្ញុំមិនទៅដែរទេបានចូលហាងចុចពុក13ខ14ចែកថាបើខ្ញុំជាព្រះអម្ចាស់និងជាព្រះគ្រូបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយអ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរវ៉ាវព្រះយេស៊ូវជាស្ដេចលើគ្រប់ទាំងស្ដេចដែលគូតែគេថ្វាយបង្គំក៏បានជ្រើសរើសធ្វើកិច្ចការដែលគ្មានដែលណាចង់ធ្វើដែរទ្រង់មិនមែនជាមេចុងភៅដែលខ្លាចជាអ្នកបម្រើទេប៉ុន្តែជាអ្នកបង្កើតពិភពលោកដែលខ្លាចជាអ្នកបម្រើប្រសិនបើព្រះយេស៊ូវអាចបន្ទាបខ្លួនលាងជើងអ្នកដែលតាមទ្រង់នោះយើងក៏អាចបន្ទាបខ្លួនដើម្បីបម្រើអ្នកឯទៀតដែរព្រះយេស៊ូវកំពុងតែបង្រៀនយើងថាដើម្បីស្រឡាញ់អ្នកដទៃហើយធ្វើដូចទ្រង់យើងត្រូវចាត់ទុកអ្នកដទៃឲ្យខ្ពស់ជាងខ្លួនយើងចូលធ្វើដូចជាព្រះយេស៊ូវស្វែងរកកន្លែងដើម្បីជួយនិងបម្រើមនុស្សតើសម្អាតតុទៅអ្នករត់តុទៅហើយដើម្បីអានបន្ថែមអំពីរបៀបដែលអ្នកអាចខ្លាចជាអ្នកបម្រើដោយព្រះយេស៊ូវសម្ដេចនិង Subscribe Superbook Cambodia ជួបគ្នាពេលក្រោយទៀតណាបាយបាយ